រថភ្លេងស្ត្រីនោះបានកត់សម្គាល់ដោយភាពភ័យខ្លាចថានៅគ្រប់ស្ថានីយ៍នាងឃើញមនុស្សដដែលស្ត្រីចំណាស់នោះថែមទាំងអាចធ្វើចលនាបានក្នុងល្បឿនដូចគ្នានឹងរថភ្លេងនាងនៅតែរអ៊ូតាមអ្វីមួយលីសាមើលមិនច្បាស់ហើយដើរទៅមុខប៉ុន្តែរាល់ពេលដែលលីសាដើរទៅមុខស្ត្រីចំណាស់នោះក៏ថយក្រោយភ្លាមៗដោយរក្សាចម្ងាយដដែលលីសាក៏ងាកមកដោយកំហឹងហើយដើរចេញទៅប៉ុន្តែបន្ទាប់ពី2-3នាទីនាងក៏ងាកមកហើយឃើញស្ត្រីចំណាស់ហាក់ដូចជាកំពុងតាមនាងទោះបីជាលីសាលឿនប៉ុណ្ណាក៏ដោយស្ត្រីចំណាស់តែងតែអាចតាមទាន់នៅពេលដែលលីសាកំពុងភ័យស្លន់ស្លោអ្នកដើរភ្នំម្នាក់ក៏ដើរកាត់មកលីសាសូមឲ្យនាងទៅមើលថាតើស្ត្រីចំណាស់នៅឆ្ងាយនោះត្រូវការជំនួយអ្វីដែរអ្នកដើរភ្នំលីភ្លាមមិនយូរប៉ុន្មាននាងក៏ទៅដល់ស្ត្រីចំណាស់នោះប៉ុន្តែគួរឲ្យចម្លែកបន្ទាប់ពីស្ត្រីចំណាស់នេះយល់ពី3ម៉ាត់អ្នកដើរភ្នំក៏មើលមកលីសាដោយភ័យខ្លាចស្រែកឲ្យរត់ចេញទៅដូចជាឆ្កួតលីសាភ័យខ្លាចនឹងរឿងនេះណាស់នាងរត់គេចខ្លួនឲ្យលឿនបំផុតទៅកាន់ទីក្រុងជិតខាងនាងងាកក្រោយមើលឃើញថាកន្លែងនោះពេញដោយអតិថិជនលីសានិយាយថានាងកំពុងត្រូវបានតាមដោយស្ត្រីចំណាស់គាត់ដើរចេញទៅខាងក្រៅរឿងដដែលក៏កើតឡើងបន្ទាប់ពីឮអ្វីដែលស្ត្រីចំណាស់និយាយម្ចាស់ក៏មើលមកលីសាដោយភ័យខ្លាចហើយរត់ចេញដូចមនុស្សឆ្កួតលីសាភ័យខ្លាចខ្លាំងណាស់នាងសម្រេចចិត្តស្នាក់នៅសន្តាគារមួយយប់ប៉ុន្តែស្ត្រីចំណាស់ឈរនៅមាត់ទ្វារពេញមួយយប់ដោយមិនទៅណាដូច្នេះលីសាក៏កក់បន្ទប់7ថ្ងៃនាងចង់ដឹងថាតើស្ត្រីចំណាស់អាចនៅបានយូរប៉ុណ្ណាប៉ុន្តែនៅថ្ងៃទី5ប្រពន្ធម្ចាស់សន្តាគារក៏ដេញនាងចេញព្រោះស្ត្រីចំណាស់ឈរនៅមាត់ទ្វារគឺមិនល្អសម្រាប់អាជីវកម្មហើយម្ចាស់បន្ទាប់ពីនិយាយជាមួយស្ត្រីចំណាស់នៅថ្ងៃនោះក៏បាត់ខ្លួនទៅហើយមិនដែលត្រឡប់មកវិញលីសាគ្មានជំរឿក្រៅពីជិះរថភ្លើងត្រឡប់ទៅផ្ទះវិញពេលនាងទៅដល់ផ្ទះនាងប្រាប់ម្ដាយពីស្ត្រីចំណាស់ម្ដាយនាងមានគំនិតដ៏អស្ចារ្យដើម្បីកម្ចាត់នាងពួកគេនឹងបើកទូរស័ព្ទជួបគ្នាម្ដាយនាងនឹងចូលទៅចិត្តហើយលីសាអាចស្ដាប់ឮអ្វីដែលស្ត្រីចំណាស់និយាយហើយនៅពេលម្ដាយរបស់លីសាចូលទៅចិត្តលីសាក៏កត់សម្គាល់ឃើញសញ្ញាទូរស័ព្ទកាន់តែខ្សែនាងមិនអាចស្ដាប់ឮអ្វីដែលស្ត្រីចំណាស់និងម្ដាយនាងនិយាយនោះទេនាងដឹងថាមានអ្វីមួយខុសឆ្គងយ៉ាងខ្លាំងហើយស្រែកហៅម្ដាយឲ្យត្រឡប់មកវិញប៉ុន្តែវាហួសពេលទៅហើយម្ដាយនាងមើលមកនាងដោយភ័យខ្លាចហើយរត់ចេញដោយមនុស្សឆ្កួតលីសាតាមនាងដល់8ប្លុកទើបចាប់តាន់ប៉ុន្តែពេលនោះម្ដាយនាងបានជិះតាក់ស៊ីបាត់ទៅហើយនាងមើលមកលីសាដោយស្អប់ខ្ពែមបំផុតហើយរត់ចេញពីទីក្រុងយ៉ាងលឿនដោយមិនងាកក្រោយចាប់ពីថ្ងៃនោះមកម្ដាយនាងក៏បាត់ខ្លួនទៅស្ពិតតែគ្មានដានទោះបីលីសាធ្វើអ្វីក៏ដោយក៏នាងរកម្ដាយមិនឃើញលីសាដឹងថាស្ត្រីចំណាស់ហាក់ដូចជាមានអំណាចអរបីដ៏គួរឲ្យខ្លាចដូច្នេះនាងក៏ទៅការិយាល័យកិច្ចការអរបីដោយសង្ឃឹមថាពួកគេអាចជួយបានប៉ុន្តែស្ត្រីនៅទីនោះមានវិជ្ជាជីវៈខ្ពស់បន្ទាប់ពីស្ដាប់រឿងរ៉ាវនេះក៏បានរៀបចំកាមេរ៉ាកម្រិតខ្ពស់បំផុតដើម្បីថតរូបស្ត្រីចំណាស់ប៉ុន្តែនៅពេលពួកគេបើកមើលរូបថតពួកគេទាំងពីរនាក់ក៏ភ្ញាក់ផ្អើលទោះបីពួកគេថតរូបស្ត្រីចំណាស់ចិត្តប៉ុណ្ណាក៏ដោយរូបភាពនោះនៅតែព្រើទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការគណនាពួកគេបានកំណត់ថាស្ត្រីចំណាស់តែងតែនៅចម្ងាយ 66.7 ម៉ែត្រពីលីសាវាជាចម្ងាយមាសឆ្ងាយល្មមដែលពួកគេមិនអាចមើលឃើញច្បាស់ហើយត្រចៀកក៏មិនអាចស្ដាប់ឮច្បាស់វាហាក់ដូចជាដើម្បីដោះស្រាយជាមួយស្ត្រីចំណាស់អតិកម្លាំងនេះត្រូវបញ្ជូនកងកម្លាំងប្រដាប់អាវុធខ្លាំងបំផុតរបស់ពួកគេលីសាព្រួយបារម្ភថាកងទាហានក៏អាចធ្លាក់ក្រោមអំណាចរបស់នាងដែរស្ត្រីនោះមានទំនុកចិត្តថានឹងមិនមានផលប៉ះពាល់នាងបានបញ្ជាកងទ័ពពិសេសរាប់រយនាក់បានចេញមកភ្លាមនៅពេលពួកគេឡោមព័ទ្ធស្ត្រីចំណាស់ស្ត្រីនោះបានប្រពួកគេកុំឲ្យនិយាយជាមួយនាងគ្រាន់តែចាប់ខ្លួននាងភ្លាមប៉ុន្តែភ្លាមនោះកងទ័ពទាំងអស់ក៏ឈប់ស្ងៀមបន្ទាប់ពីលឺអ្វីដែលស្ត្រីចំណាស់និយាយពួកគេទាំងអស់ក៏សម្លឹងមើលលីសាយ៉ាងត្រង់សូម្បីតែស្ត្រីដែលពាក់កាសក៏ស្រាប់តែស្លេកស្លាំងនាងមើលមកលីសាហើយភ្លាមក៏បញ្ជាឲ្យដកថៃហើយចាក់ចេញដោយមិនងាយក្រោយទោះបីលីសាស្រែកខ្លាំងប៉ុណ្ណាក៏ដោយក៏គ្មានប្រយោជន៍បាត់ពិសោធន៍នៅបានធ្វើឲ្យលីសាសិនសង្ឃឹមទាំងស្រុងព្រោះនាងមិនអាចកម្ចាត់ស្ត្រីចំណាស់បានប្រហែលជានាងគួរតែព្យាយាមទទួលយកនាងជំនួសវិញយ៉ាងណាមិញស្ត្រីចំណាស់មិនដែលធ្វើបាបនាងឡើយដូច្នេះលីសាក៏ធ្វើពុតជាមិនឃើញនាងហើយរស់នៅជីវិតតខ្លួនពួកគេទាំងពីរនាក់ក៏រស់នៅជាមួយគ្នាដោយសន្តិភាពពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែថ្ងៃមួយខណៈពេលកំពុងជិះនាងក៏បានកត់សម្គាល់ដោយភ័យខ្លាចថានៅគ្រប់ស្ថានីយ៍